ក្នុងវិឡាកិច្ចការរបស់យើងភាគច្រើនពលឺគឺមានគ្រប់គ្រាន់យើងក៏មិនភ្លេចនៅក្នុងឯកជនភាពរបស់ផ្ទះមួយដែរសម្រាប់ជាន់ទី1ខ្ញុំបានបែងចែកសម្រាប់ការស្នាក់នៅរបស់មេគ្រួសារជាន់ទី2ពេលដែលគាត់មានសមាជិកគ្រួសារគាត់មកលេងគាត់អាចប្រើប្រាស់បន្ទប់នោះជាការជួបជុំផ្ទាល់ខ្លួនរបស់គាត់ហើយក៏មានបន្ទប់មួយសម្រាប់ការហាត់ប្រាណរបស់គាត់នៅជាន់ក្រោមនេះគឺជាការដែលយើងបង្កើតភាពស្និទ្ធស្នាលអញ្ចឹងហើយជញ្ជាំងដែលមិនចាំបាច់យើងដកចេញយើងក៏មិនភ្លេចនៅក្នុងឯកជនភាពរបស់ផ្ទះមួយដែរអញ្ចឹងខ្ញុំគិតថាយើងត្រូវតែមានបន្ទប់សម្រាប់មេគ្រួសារមួយដែលល្អបន្ទប់កូនគាត់ហើយគាត់ក៏ត្រូវមានបន្ទប់សិក្សាឬក៏បន្ទប់បណ្ណាល័យសម្រាប់ផ្ទាល់ខ្លួនរបស់គាត់បន្ទប់នៅក្នុងវិឡាកិច្ចការរបស់យើងនេះត្រូវបានបែងចែកឲ្យមានមុខងារផ្ទាល់ខ្លួនសម្រាប់ជាន់ទី1ខ្ញុំបានបែងចែកសម្រាប់ការស្នាក់នៅរបស់មេគ្រួសារតែឡែកជាន់ទី2យើងបែងចែកបន្ទប់ entertainment មួយធំមួយពេលដែលគាត់មានសមាជិកគ្រួសារគាត់មកលេងគាត់អាចប្រើប្រាស់បន្ទប់នោះជាការជួបជុំផ្ទាល់ខ្លួនរបស់គាត់ហើយក៏មានបន្ទប់មួយសម្រាប់ការហាត់ប្រាណរបស់គាត់ខ្ញុំ define បន្ទប់ទាំងអស់នេះគឺជាឯកជនភាពរបស់គាត់មានន័យថាគាត់មិនចាំបាច់ទៅជាវផ្ទះនឹងហើយគាត់ទៅវាយបន្ទប់នឹងដើម្បីធ្វើបន្ទប់នឹងឡើងទេយើងគិតទុកសម្រាប់គាត់ទៅហើយក្នុងនាមខ្ញុំជាអ្នកអភិវឌ្ឍផ្ទាល់អ្វីដែលខ្ញុំមានមោទនភាពចំពោះវិឡាកិច្ចការនេះគឺយើងមិនត្រឹមតែរចនាបថផ្ទះមួយដែលមានភាពល្អស្អាតនោះទេប៉ុន្តែយើងបានបង្កើតនៅដំណោះស្រាយនៃការរស់នៅដ៏ល្អប្រសើរមួយជូនដល់អតិថិជនរបស់យើងនេះហើយគឺជាអ្វីដែលខ្ញុំមានមោទនភាពនៅក្នុងវិឡាកិច្ចការមួយនេះខ្ញុំសង្ឃឹមថាវិឡាកិច្ចការនេះនឹងអាចផ្ដល់នៅអនុស្សាវរីយ៍និងភាពកក់ក្ដៅក្នុងបរិយាកាសដ៏ល្អបណ្ឌិតមួយទៅឲ្យអតិថិជនរបស់យើង